ថាយើងមិនមែនបង្កើតក្រុមមេធាវីស្ម័គ្រចិត្តនឹងមកដើម្បីតតាំងជាមួយមហាជនរិះគន់ទេគឺយើងបង្កើតមកដើម្បីការពារផ្នែកច្បាប់ដល់សហព័ន្ធក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ដូចជាកីឡាករក្លឹបគ្រូបង្វឹកក្នុងករណីបើសិនជាកីឡាករណាមានបញ្ហាក្តីក្តាំឬក៏មានបញ្ហាណាដែលពាក់ព័ន្ធទៅដល់នឹងផ្លូវច្បាប់គឺយើងជួយគ្រប់គ្រងពួកគាត់បាទព្រោះក្នុងនាមមេធាវីរបស់សហព័ន្ធគឺនឹងជួយការពារផ្នែកច្បាប់ទៅដល់វិស័យគុណខ្មែរទាំងមូលតែម្ដងដូច្នេះហើយគឺយើងដោយបានរៀបរាប់ពីទូននីតិភាគីរបស់មេធាវីប្រចាំសហព័ន្ធមិនអញ្ចឹងគឺជាសនាធិការសហព័ន្ធក្នុងការរៀបចំចងក្រងនៅកិច្ចសន្យាការពារផ្លូវច្បាប់តំណាងសហព័ន្ធក្នុងការឡើងតុលាការគ្រប់កម្រិតបាទបើមិនជាមានករណីក្តីក្តាមកើតឡើងអញ្ចឹងក្នុងករណីនេះគឺខ្ញុំគិតថានៅថ្ងៃអនាគតបន្ទាប់ពីមានមេធាវីហើយគឺយើងនឹងមានភាពរឹងមាំក្នុងការអនុវត្តការទូននីតិភាគីរបស់សហព័ន្ធនឹងមានភាពរឹងមាំច្រើនដោយសារយើងមានអ្នកជំនាញច្បាប់ក្នុងការជួយចង្អុលបង្ហាញយើងបាទតើការរៀបចំឯកសារយ៉ាងម៉េចឲ្យត្រឹមត្រូវតាមច្បាប់កុំឲ្យមានវិវាទការអនុវត្តទូននីតិភាគីហ្នឹងទៅធ្វើម៉េចកុំឲ្យវាមានការប៉ះទង្គិចទៅលើមជ្ឈដ្ឋានទូទៅក៏ដូចជាទៅលើភាគីផ្សេងទៀតបាទអញ្ចឹងខ្ញុំជឿថាទស្សនវិជ្ជាផ្នែកច្បាប់ថ្ងៃក្រោយសហព័ន្ធយើងនឹងមានភាពកាន់តែរឹងមាំហើយមួយទៀតក៏អាចកាត់បន្ថយខ្ញុំជឿជាក់ថាអាចកាត់បន្ថយនៅបញ្ហាអនាធិបតេយ្យនៅក្នុងវិស័យគុនខ្មែរយើងព្រោះកាលណាយើងមានអ្នកច្បាប់មកដើម្បីកាត់តម្រឹមហើយគឺខ្ញុំជឿថាបញ្ហាភាពអនាធិបតេយ្យឬក៏បញ្ហាចម្រូងចម្រាសមួយចំនួននឹងអាចកាត់បន្ថយដោយសារតែកាលណាយើងមានអ្នកច្បាប់ហើយគឺយើងនឹងយកច្បាប់មកអនុវត្តឲ្យបានច្រើនខ្ញុំជឿជាក់ថាកាលណាយើងយកច្បាប់អនុវត្តគឺមានតែភាពប្រសើរទេព្រោះច្បាប់គឺតាក់តែងឡើងដើម្បីឲ្យវាមានភាពត្រឹមត្រូវបាទគឺអនុវត្តជាគោលនៃការអនុវត្តស្មើគ្នាបុគ្គលណាក៏ត្រូវតែអនុវត្តទៅតាមច្បាប់ដែរអញ្ចឹងខ្ញុំជឿជាក់ថានឹងកាត់បន្ថយនៅវប្បធម៌អាក្រក់បាទដែលយើងឃើញហើយកន្លងមកមានការជេរបន្តិចឬក៏មានការប្រមាថអីធ្ងន់ធ្ងរនេះគឺជឿជាក់នឹងមានការកាត់បន្ថយដោយសារតែក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរមួយរូបដែរក៏យើងមិនចង់ឃើញប្រជាជាតិយើងមានវប្បធម៌ដែលមិនល្អបាទព្រោះអីយើងជាជាតិសាសន៍មួយដែលថ្លៃថ្នូរដែលមានកិត្តិយសដែលមានប្រពៃណីផូរផង់តែបរទេសគេទទួលស្គាល់ថាខ្មែរយើងមានប្រពៃណីផូរផង់ចេះអោលលំទោនប៉ុន្តែបច្ចុប្បន្នយើងឃើញថាការជេរប្រមាថនេះវាមានការរីកសាយភាយច្រើននៅក្នុងស្រទាប់យុវជនអញ្ចឹងយើងចង់ថាធ្វើម៉េចចូលរួមទាំងអស់គ្នាកាត់បន្ថយនៅវប្បធម៌ដែលមិនល្អដើម្បីកិត្តិយសនិងកិត្តិស័ព្ទរបស់ជាតិយើងបងអាចបញ្ជាក់ប្រាប់បានទេមេធាវីហ្នឹងគឺច្រើនកាយអាឡ័យតែម្ដងហើយវាច្រើនគឺមេធាវីស្វ័គ្រចិត្តរបស់សម្ដេចធិបតីដែរបាទមេធាវីដែលគាត់ស្ម័គ្រចិត្តមកចូលរួមតែម្ដងអត់មានការបង្ខិតបង្ខំអត់មានការអញ្ជើញទេហើយយើងក្នុងនាមសហព័ន្ធពិតជាមានមោទនភាពក៏ដូចជាមានការរំភើបដែលយើងមានការគ្រប់គ្រងដោយលោកស្រីមេធាវីទាំងអស់ហ្នឹងបាទគាត់ថាយើងប្រកាសឲ្យមានការចូលរួមគឺមានមេធាវីស្ម័គ្រចិត្តមកចុះឈ្មោះច្រើនមែនទែនដើម្បីជួយការពារផ្លូវច្បាប់ជូនសហព័ន្ធក៏ដូចជាជួយពង្រឹងបាទទស្សនវិជ្ជាច្បាប់នៅក្នុងការអនុវត្តទូនទីភារកិច្ចរបស់សហព័ន្ធបាទគឺអានេះគឺយើងសរសើរនៅឆន្ទៈក៏ដូចទឹកចិត្តរបស់លោកស្រីមេធាវីទាំងអស់ដែលសុខចិត្តមកបំពេញការងារជូនសហព័ន្ធដោយស្ម័គ្រចិត្តបាទថាស្ម័គ្រចិត្តយើងដឹងហើយដោយមិនគិតថ្លៃតែម្ដងបាទប្រទេសវាយមកវាធ្វើមើលទៅយើងមើលទៅវាឃើញចន្លោះប្រហោងមិនក៏មានវាមិនក៏មានថយចេះកណ្ដួយមកអាចជួយម្ដាយឯងមិនក៏មិនថយវាជេរនឹងទីសាធារណៈដែលគេមើលគ្រប់គ្នាឯងក៏មិនថយអាចឈួតអាភ្លើអាអីចឹងតែអានឹងទីអាចជាប់ក្នុងពិរុទ្ធបាននេះអានឹងបាទចំពោះការស្រឡាញ់ខ្លាំងពេកឬក៏មិនខ្លាំងពេកអានឹងយើងអត់ហ៊ានថាមិនដែរប៉ុន្តែទស្សនវិជ្ជាច្បាប់គឺមានចែងច្បាស់នៅក្នុងផ្លូវច្បាប់ណាដូចជាការស្រឡាញ់កូនហ្នឹងយើងមិនអាចថាយើងស្រឡាញ់កូនយើងវាយកូនបាក់ដៃបាក់ជើងអានឹងច្បាប់គេអត់អនុញ្ញាតទេអញ្ចឹងសូមការស្រឡាញ់យើងយល់ប៉ុន្តែសូមឲ្យអនុវត្តត្រឹមត្រូវតាមច្បាប់ទាំងអស់គ្នាព្រោះអីម្នាក់មានសិទ្ធិក្នុងការបញ្ចេញមតិប៉ុន្តែគុំបញ្ចេញមតិប៉ះពាល់ដល់សិទ្ធិអ្នកដទៃបាទព្រោះអីបើយើងប្រើប្រាស់សិទ្ធិរបស់យើងហើយទៅរំលោភដល់សិទ្ធិអ្នកដទៃអានឹងវាអត់ត្រូវនឹងច្បាប់ទេអញ្ចឹងសូម
អនុវត្តឲ្យបានត្រឹមត្រូវទាំងអស់គ្នាព្រោះអីយើងទាំងអស់គ្នាសិតតែមានសិទ្ធិទាំងអស់គ្នាបាទសហព័ន្ធក៏មានទូនទីភារកិច្ចមន្ត្រីសហព័ន្ធទាំងអស់ក៏មានសិទ្ធិក្នុងការការពារខ្លួនបាទការពារសិទ្ធិរបស់ខ្លួនឯងអញ្ចឹងបើសិនជាមានករណីណាដែលទទួលនៅការរំលោភបំពានពីជនណាម្នាក់គឺយើងមានសិទ្ធិក្នុងការការពារខ្លួនដែរព្រោះយើងសើមានសេចក្តីថ្លៃថ្នូរទាំងអស់គ្នាมันអាចថាអូក្នុងនាមថាសហព័ន្ធក្នុងនាមមន្ត្រីសហព័ន្ធគឺអាចឲ្យគេជេរឲ្យគេប្រមាថឲ្យគេបានថាបន្តិចផ្ដាសាបានតាមចិត្តអាហ្នឹងក៏យើងមិនអាចទទួលយកបានដែរបាទព្រោះអីយើងសិតតែជាមនុស្សដូចគ្នាសិតតែជាអ្នកដែលមានសេចក្តីថ្លៃថ្នូរត្រូវមានការការពារដោយច្បាប់ទាំងអស់គ្នាអញ្ចឹងសូមធ្វើឲ្យត្រឹមត្រូវតាមច្បាប់គឺវារួចលួចខ្លួនអស់គ្នាអត់មានបញ្ហាកើតឡើងបងមួយយូរគាត់លើកឡើងថាអរនេះហាក់បីដូចជាអត់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ត្រីបច្ចេកទេសរបស់សហព័ន្ធនេះអារម្មណ៍ដោយសារតែស្ថានីយ៍មួយគាត់មានក្រុមការងារចាប់គូផ្ទាល់ខ្លួនអញ្ចឹងគឺស្ថានភាពជាក់ស្ដែងថ្ងៃដោយការលើកឡើងអញ្ចឹងមិនអារម្មណ៍ឲ្យយើងមានផលលំបាកមួយខ្លះដែលមិនអាចដាក់នៅក្រោមដៃរបស់សហព័ន្ធបានទេបាទការចាប់គូបច្ចុប្បន្ននេះគឺពិតណាស់គឺមិននៅក្រោមការគ្រប់គ្រងរបស់សហព័ន្ធទេសហព័ន្ធគឺយើងមានមន្ត្រីក្នុងការសម្របសម្រួលប៉ុន្តែការចាប់គូកងកីឡាករណាប្រកួតមួយកីឡាករណានេះគឺយើងផ្ដល់អត្ថិភាពទៅម្ចាស់កម្មវិធីដែលគាត់ជាអ្នកចំណាយបាទយើងមិនអាចតម្រូវឲ្យគេថាអូត្រូវតែយកកីឡាករនេះត្រូវតែយកកីឡាករនោះព្រោះអីកម្មវិធីមួយគេមានគោលបំណងរបស់គេច្បាស់លាស់គេមានកញ្ចប់ថវិការបស់គេច្បាស់លាស់បាទអញ្ចឹងគេដឹងថាតើកីឡាករណាដែលគាត់ចង់បានយកមកដើម្បីធ្វើឲ្យកម្មវិធីទទួលបានការសាទរទទួលបាននៅការគ្រប់គ្រងហើយកញ្ចប់ថវិកាប្រប៉ុណ្ណាដែលគាត់អាចចំណាយបានអញ្ចឹងយើងមិនអាចទៅសម្រាប់ជំនួសម្ចាស់លុយទេបាទអញ្ចឹងកិច្ចការនេះគឺសហព័ន្ធយើងតែងតែចូលរួមសម្របសម្រួលហើយមានការស្នើសុំដោយឥឡូវនេះយើងបានកំណត់នៅគោលការណ៍មួយចំនួននៅក្នុងការចាប់គូនោះដែរដូចជាក្នុងមួយកម្មវិធីអត់មានមិនឲ្យមានកីឡាករមកពីក្លឹបតែមួយ3លើសពី3នាក់ហើយនៅក្នុងកម្មវិធីមួយត្រូវឲ្យមានថ្នាលមួយគូឬក៏គូនារីមួយគូបាទដើម្បីធ្វើម៉េចជួយជំរុញក្នុងការអភិវឌ្ឍប៉ុន្តែយើងមិនអាចកំណត់ឲ្យគេថាត្រូវតែយកកីឡាករកខគទេវាដូចគ្នាទៅនឹងវិស័យផ្សេងដែរដូចក្នុងកីឡាករដូចជាអតិថិជនអញ្ចឹងបាទយើងមិនអាចទៅចាប់អតិថិជនឲ្យគេថាត្រូវតែលក់ឲ្យអ្នកនេះលក់ឲ្យអ្នកនោះទេគឺសម្រាប់ចិត្តឲ្យអ្នកម្ចាស់លុយគេមានលុយគេចង់ទិញអ្នកណាអាហ្នឹងរឿងរបស់គេបាទយើងដូចអ្នកចម្រៀងដែរយើងយកមកថាយើងមានកម្មវិធីការកូនតើយើងជួលអ្នកចម្រៀងហ្នឹងតើយើងត្រូវទៅជួលដោយខ្លួនឯងដោយយើងជាម្ចាស់កម្មវិធីឬក៏យើងទៅរកសមាគមសិល្បៈប្រាប់ឲ្យជួលអ្នកចម្រៀងណាចុះបើគេប្រាប់ឲ្យយើងជួលអ្នកចម្រៀងដែលអត់ល្បីដែលយកមកច្រៀងមកភ្ញៀវយើងងើបអស់តើយើងព្រមអត់ទេអញ្ចឹងស៊ីសងទៅលើម្ចាស់កម្មវិធីបាទខ្ញុំចង់និយាយថាសហព័ន្ធដែលជាអាជ្ញាធរយើងមិនអាចចាប់អាខំគេបានទេហើយកីឡាករនោះទៀតសោតកីឡាករដែលមានសមត្ថភាពពិតណាស់នឹងត្រូវបានគេផ្ដល់ឱកាសពួកអីស្ថានីយ៍ណាក៏ដូចគ្នាយើងទៅសួរស្ថានីយ៍អ្នកចាប់គូគេចង់បានតែកីឡាករមានសមត្ថភាពទេមិនមានខ្ញុំគិតថាអាការថាអូក្លឹបតូចក្លឹបធំក្លឹបមានខ្សែហ្នឹងមិនមែនជាហេតុផលចម្បងទេព្រោះអីកម្មវិធីណាគេចង់ជោគជ័យដែរបាទគេចង់យកកីឡាករដែលមានសមត្ថភាពដែលប្រកួតទៅមានអ្នកទស្សនាច្រើនមានអ្នកតាមដាននៅនឹងទីតាំងផ្ទាល់ក៏ដូចជាអ្នកតាមដានទៅតាមកញ្ចក់ទូរទស្សន៍ដែលគេនិយាយយើងហៅថា view ណាមាន view ច្រើនបាទមានការ view រាប់សែនរាប់លាន view ទៅហ្នឹងគឺកីឡាករហ្នឹងគឺច្បាស់ណាស់គេនឹងផ្ដល់ឱកាសឲ្យញឹកញាប់អ្នកណាក៏ចង់បានដែរបាទស្ថានីយ៍ណាក៏គេហៅដែរតែបើឡើងប្រកួតហើយអត់មានអ្នកមើលអញ្ចឹងទោះបីជាសហព័ន្ធទៅជំរុញឲ្យក៏គេអត់ព្រមដែរបាទព្រោះជំរុញទៅកម្មវិធីគេដួលលំបើសិនរៀបចំកីឡាករដែលអត់ល្បីអត់ណាមើលវាយអត់មានភាពតាក់ទាញតើកម្មវិធីនឹងច្បាស់ជាដួលលំបាទអារម្មណ៍ចាប់មិនបានថាកម្មវិធីសហព័ន្ធចេញសេចក្តីសម្រេចបង្កើតក្រុមមេធាវីការពារសហព័ន្ធហ្នឹងក៏ដូចជាកីឡាករអាជ្ញាកណ្ដាលចៅក្រមអស់ហ្នឹងតើមានកំហុសបញ្ចេញមតិរបស់មហាជនជាប្រតិជនក៏យ៉ាងម៉េចកម្រិតណាដែលឈានដល់ការបណ្ដឹងនិយាយទៅថ្ងៃនេះគឺយើងប្រកាសនៅសេចក្តីសម្រេចនៃការតែងតាំងមេធាវីស្ម័គ្រចិត្តរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរដែលមានរហូតដល់31រូបបាទដែលបានប្រកាសមិញនេះ
ហើយក្នុងនោះការរៀបចំឲ្យមានមេធាវីស្ម័គ្រចិត្តប្រចាំសហព័ន្ធនោះមិនមែនថារៀបចំមកដើម្បីតតាំងនឹងជាមួយនឹងមហាជនឬក៏ fan អ្នករិះគន់ទេយើងរៀបចំដើម្បីដោយសារយើងឃើញហើយការវិវត្តរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរបច្ចុប្បន្នយើងកំពុងតែមានកិច្ចការច្រើនណាស់ទាំងក្នុងនិងក្រៅប្រទេសអញ្ចឹងយើងត្រូវតែមានក្រុមការងារផ្នែកច្បាប់មួយដើម្បីជួយក្នុងការធ្វើជាសនាធិការជូនសហព័ន្ធរៀបចំនៅកិច្ចសន្យាឯកសារគតិយុត្តផ្សេងក៏ដូចជារៀបចំនៅលក្ខន្តិកៈរបស់សហព័ន្ធនិងក្នុងការធ្វើការសហប្រតិបត្តិការនៅទាំងក្នុងស្រុកទាំងក្រៅប្រទេសបាទអញ្ចឹងក្នុងនោះដែរក៏មានទូនទីភារកិច្ចមួយសម្រាប់ការពារផ្លូវច្បាប់ជូនសហព័ន្ធបាទការពារភាពត្រឹមត្រូវរបស់សហព័ន្ធបានថាក្នុងករណីណាដែលមានការបំពានទៅលើភាពត្រឹមត្រូវគឺសហព័ន្ធអាចនឹងប្រើប្រាស់ក្រមការងារច្បាប់របស់ខ្លួននឹងក្នុងការដោះស្រាយវិវាទនោះទៅតាមផ្លូវច្បាប់បាទទៅតាមផ្លូវច្បាប់យើងប្រើផ្លូវច្បាប់បានថាយើងយកភាពត្រឹមត្រូវជាធំបាទបាទមួយទៀតអាដាមតាក់ទងទៅនឹងការបញ្ចេញមតិស្អីហ្នឹងគឺថាវាមានលក្ខណៈមួយជាមតិរបស់មហាជនដើមពីចេតនានៃការឆ្លាញ់បាទដល់ពេលអញ្ចឹងបទចោទទី1ថាដឹងធំបំផុតបទបរិហាកេនៅទីសាធារណៈបរិហាកេជាសាធារណៈអានឹងបើតាមក្នុងគោលការណ៍ច្បាប់ខ្ញុំមើលទៅវាគ្រាន់តែជាបទមិនចូលដល់ព្រំតនទេគ្រាន់តែជាសំណងឯងតើតបទមួយទៀតថាជាដល់លក្ខណៈបង្កាច់គេអានឹងបានចូលក្នុងព្រំតនមានសំណងហើយមានទណ្ឌកម្មតើសហព័ន្ធយល់ថាការបញ្ចេញមតិរបស់ជេរប្រមាថឬក៏ស្អីរបស់មហាជនអាចចូលដល់ក្នុងព្រំតនយ៉ាងចំពោះចំណុចនេះគឺពួកខ្ញុំអត់ទាន់បានគិតទៅដល់ការចោទប្រកាន់ទៅលើអ្នករិះគន់ទេដោយសារតែយើងគ្រប់គ្រងឲ្យមានការបញ្ចេញមតិការរិះគន់ក្នុងន័យស្ថាបនាប៉ុន្តែបើការរិះគន់ណាមួយក្នុងន័យមួលបង្កាច់ឬក៏ក្នុងន័យបានថាធ្វើឲ្យមានការយល់ច្រឡំបាទវាអាចដល់ប៉ះពាល់ដល់ការអភិវឌ្ឍរបស់គុនខ្មែរជាលក្ខណៈជាតិក៏ដូចជាអន្តរជាតិពួកអីយើងកំពុងតែធ្វើការផ្សព្វផ្សាយទៅដល់ឆាកអន្តរជាតិឲ្យគេមកចូលរួមជាមួយយើងបានថាយើងកំពុងបង្ហាញថាគុនខ្មែរគឺជាកីឡាមួយដែលល្អដែលអស្ចារ្យដែលខ្មែរយើងមានវប្បធម៌ដ៏ប្រពៃសម្រាប់ឲ្យបរទេសមកចូលរួមអញ្ចឹងយើងអត់ចង់ឲ្យមានការជនបុគ្គលណាប្រើប្រាស់បានថារឿងដែលមិនល្អមកបំផ្លាញគុនខ្មែរដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះទេអញ្ចឹងបើមានករណីណាមួយដែលមានប៉ះពាល់ដល់ការអភិវឌ្ឍគុនខ្មែរជារួមសហព័ន្ធអាចនឹងចាត់វិធីតាមផ្លូវច្បាប់បាទដោយមានក្រុមការងារច្បាប់របស់យើងទៅសិក្សាអញ្ចឹងយើងមិនទាន់ហ៊ានសន្មតថាតើការរិះគន់បែបណានឹងត្រូវតែចាត់ទុកក្នុងការងារដែលបំពេញច្បាប់ទេតែនឹងស៊ីសងទៅលើក្រុមការងារច្បាប់គាត់យល់អញ្ចឹងគាត់នឹងពិនិត្យទៅមើលលើការងារទាំងអស់ដែលការរិះគន់ទាំងអស់ហ្នឹងតែយើងដូចកន្លងមកបានជំរាបឲ្យថាក្នុងនាមសហព័ន្ធមិនដែលចង់បានថាយកអ្នកគ្រប់គ្រងហ្នឹងជាសត្រូវទេមិនដែលទៅចង់មានបញ្ហាជាមួយមហាជនឬអ្នកគ្រប់គ្រងដែលយើងស្វាគមន៍ឲ្យមានការរិះគន់ទាំងឡាយណាប៉ុន្តែការរិះគន់សូមឲ្យមានមូលដ្ឋានច្បាស់លាស់សូមឲ្យឈរទៅលើភាពត្រឹមត្រូវព្រោះអីផ្លូវច្បាប់គឺភាពត្រឹមត្រូវបើសិនជាគាត់ឈរនៅលើភាពត្រឹមត្រូវបានថាគ្មានណាអាចធ្វើឲ្យគាត់បានទេតែបើគ្មានមូលដ្ឋានច្បាស់លាស់មិនឈរទៅលើភាពត្រឹមត្រូវបានថាចេះតែរៀបចំឲ្យមានព័ត៌មានដែលមិនពិតហើយចោទប្រកាន់អាហ្នឹងវាអាចប៉ះពាល់ទៅដល់សិទ្ធិអ្នកដទៃប៉ះពាល់ទៅដល់កិច្ចខំប្រឹងប្រែងរបស់សហព័ន្ធក្នុងការអភិវឌ្ឍអញ្ចឹងយើងអាចនឹងមានវិធានការដើម្បីទប់ស្កាត់កុំឲ្យបញ្ហាហ្នឹងកើតឡើងវាធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍជារួមបាទ